នេះសួស្តីទាំងអស់គ្នាវីដេអូ blog មួយទៀតនៃការបកទុរេនរបស់ខ្ញុំបកនេះគឺដោយសារតែមានភ្ញៀវគាត់កំងឲ្យបកឲ្យគាត់1 គីឡូជាងអញ្ចឹងណាទាំងអស់គ្នាហើយដល់ពេលទៅខ្ញុំក៏សម្រេចចិត្តថាខ្ញុំបកឲ្យគាត់ទៅជាធម្មតាទុរេនពេលហ្នឹងខ្ញុំលក់តាទាំងមូទេពីព្រោះអីគឺខ្ញុំមិនសូវជាមានបច្ចេកទេសក្នុងការបកទុរេនប្រហែលទេហើយណាមួយភ្ញៀវជាមិត្តភ័ក្តិផងទេបានបកឲ្យបើសិនជាមិនមែនមិត្តភ័ក្តិអីពេលបកទៅវាមិនបានរូបសោភ័ណភាពស្អាតទេចឹងទៅខ្លាចគេប្រកាន់អញ្ចឹងណាហើយណាមួយនៅពេលដែលយើងលក់ទាំងមូវាហ្នឹងហើយវាងាយស្រួលដោយសារយើងអត់ត្រូវពិបាកបកឲ្យគេអីចឹងគេយកទៅគេបកខ្លួនគេអីខ្លួនគេក៏ប៉ុន្តែទាំងគ្នាមានភ្ញៀវខ្លះដែលគាត់ជាមិត្តភ័ក្តិហ្នឹងគាត់ថាគាត់ចូលចិត្តទិញត្រេនទាំងមូទៅពីព្រោះពេលខ្លះគាត់និយាយចំគាត់មានអារម្មណ៍ថារំភើបឬក៏មានអារម្មណ៍ថារបៀបថាសេចក្តីសុខនៃការរងចាំការបកត្រេនអីជាដើមអញ្ចឹងណាហើយអ្នកខ្លះគឺគាត់ទិញទៅគាត់យកទៅបកខ្លួនគាត់អីខ្លួនគាត់ជាដើមអញ្ចឹងណាម្យ៉ាងដែរក៏ពិតមិនមែនតែគាត់ទេទាំងអស់គ្នាសូម្បីតែខ្ញុំក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំដឹងថាការបកត្រេនវាមិនមែនជារឿងងាយស្រួលទេប៉ុន្តែនៅពេលដែលត្រៀនចិត្តឡើងមកពីការអញ្ចឹងអូមានអារម្មណ៍រំភើបរហូតដល់ហត់ទៅទិញកបិតពីព្រោះអីឃើញគេបកត្រៀននៅក្នុងបណ្ដាញសង្គមគេមានអាកបិតវែងហ្នឹងហើយគេបកមកតំណងរបស់គេណាទាំងអស់គ្នាអើយហើយដល់ពេលឯងយកមកបកមែនតែនបើសិនជាអាណាដែលវាស្នូវាអត់សូវពិបាកបកស្រួលបកអីទាំងអស់គ្នាប៉ុន្តែបើសិនជាដូចនេះដូចមួយនេះអីនេះដំបូងខ្ញុំស្មានតែវាទុំស្រួលបកអីចឹងណាអូយទាំងអស់គ្នាហើយពិបាកបកណាស់អានេះសបកវារៀងក្រាស់ហើយបដោវារៀងរឹងទៀតខ្ញុំពុះទៅពុះមកហើយប៉ុន្តែការពិតអាហ្នឹងគឺសាច់វាឈប់ហើយអាហ្នឹងខ្ញុំចូលចិត្តទាំងអស់គ្នាសម្រាប់ខ្ញុំចូលចិត្តអារបៀបរៀងសាច់វាស្ងួតហើយរៀងរឹងហើយសាច់វាផុសខាងក្នុងតិចអាហ្នឹងខ្ញុំចូលចិត្តហើយឆ្ងាញ់ហើយបើអារបៀបរៀងទុំពេកល្អិតខ្ញុំអត់សូវចូលចិត្តវាឆាប់តលន់អញ្ចឹងហើយដល់ពេលខ្ញុំបកអាហ្នឹងវាពិបាកបកទាំងអស់គ្នាវាថាវារៀងនៅស្នូវានៅរឹងអីចឹងអញ្ចឹងអ្នកទាំងអស់គ្នាជាមួយតិចទៀតទាំងអស់គ្នានឹងឃើញវីដេអូដ៏ខ្មាស់គេរបស់ខ្ញុំថាខ្ញុំបកទៅចេញជាលទ្ធផលយ៉ាងណាខ្ញុំផ្ញើរូបឲ្យមិត្តភក្តិខ្ញុំមើលមិត្តភក្តិខ្ញុំថាអើយបកទៅរៀនដូចពុះខ្នោដល់ពេលបកទៅបកវាមិនចេញជាស្នូជាអីជាមិនចេញពុះជាពីរត្មងទៅដូចខ្នោយ៉ាងទាំងអស់គ្នាអើយបែកតិចហ្មងនៅក្នុងទៅរៀនហ្នឹងអញ្ចឹងណាហើយដល់ពេលដំបូងនេះគិតថាបកអាមួយហ្នឹងឲ្យហើយត្មងទៅហើយណាមួយគិតថាអាហ្នឹងបើទោះបីជាខ្ញុំបកទៅនេះក៏នៅញ៉ាំឆ្ងាញ់ដែរព្រោះអីពេលបកចេញមកខ្ញុំបានភ្លុកមើលដែរថាសាច់វាផុសអញ្ចឹងណាដល់ពេលបកចុះបកឡើងទៅបកមិនចេញឥឡូវទាញមួយទៀតយកមកត្រួតពិនិត្យបកឡើងសារថ្មីពីព្រោះអីអាថ្ងៃហ្នឹងវាប្រញាប់ត្រូវរៀបចំដាក់ឲ្យគាត់បានឆាប់ហូបអញ្ចឹងបើសិនជាខ្ញុំនៅត្រេតរត់ទៀតវាយូរអញ្ចឹងទៅក៏សម្រាប់ចាត់គូសអាផ្សេងដើម្បីបកអញ្ចឹងណាហើយអ្នកទាំងអស់គ្នាបើមួយនេះវិញស្រួលបកឲ្យមើលតិចទៀតទាំងអស់គ្នាមើលយើងមើលកាឡាមើលអីវាទៅយើងជាទៅគាត់កោះបន្តិចមកភ្លុចមកទាំងអស់គ្នាចាំមើលនេះអូខេឃើញទេឃើញអត់អូយលោករបៀបនៃការបកទុរេនណាហើយមួយវិញទៀតហ្នឹងនៅពេលដែលយើងបកមកវាចេញអាត្រង់ទ្រីលក្ខណៈបែបអញ្ចឹងណាអូយទាំងអស់គ្នានេះគាត់កោះអញ្ចឹងមកអូចាំមើលពេលដែលកោះចេញវឹបមកវ៉ាវឃើញអត់ឃើញសាច់ល្អអញ្ចឹងអីអញ្ចឹងពេលហ្នឹងយើងនិយាយចំអ្នកបកមានក្តីសុខមែនតើហើយពេលយើងរៀបចំឲ្យភ្ញៀវយើងទៅវាមានអារម្មណ៍ថាក្តីសុខមួយយ៉ាងដែរបកទុរេនរៀបចំឲ្យភ្ញៀវលើកទី1ដោយសារតែពីមុនមកមិនសូវជាលក់ទុរេនបកអញ្ចឹងទេហើយមួយវិញទៀតហ្នឹងក៏មិនសូវជាយកទុរេនយកអីមកលក់នៅនេះដែរលក់នៅក្រុងដែរលក់តាបឺអីចឹងទេហើយតើលក់2ឆ្នាំ3ឆ្នាំនេះទេផ្លែឈើពីចការខ្លួនឯងបងប្អូនអើយពីមុនមកមានណាគេដឹងថាប៉ាម៉ាក់ខ្ញុំមានចការអីមិនសូវជាដឹងទេព្រោះអីគាត់លក់គាត់កាត់ឲ្យគេនៅចការអស់គេទៅកាត់ដល់ចការអញ្ចឹងណាហើយប៉ុន្តែដោយសារតែរយៈសាក្រោយនេះចង់រៀនលក់ផ្លែឈើលក់អីហើយណាមួយហ្នឹងសង្កេតឃើញថាប្រជាពលរដ្ឋរបស់យើងគាត់ចាប់ផ្ដើមឲ្យតម្លៃមកលើផលិតផលក្នុងស្រុកផ្លែឈើក្នុងស្រុកអីចឹងណាហើយខ្ញុំនៅពេលដែលយើងកំពុងមានបញ្ហារឿងផលិតផលអីវ៉ាន់អីហ្នឹងខ្ញុំមានកំណត់មួយបងប្អូនចេញពីក្នុងចិត្តរបស់យើងផុសចេញមកហ្មងខ្ញុំគិតថាខ្ញុំគិតថាមើលបើសិនជាយើងធ្វើអីមិនបានធំដុំដូចគេទេយើងផលិតឲ្យតែប្រជាពលរដ្ឋយើងគាត់នាំគ្នាបានហូបអីរបស់ក្នុងស្រុកយើងអីចឹងណាឲ្យគាត់ដឹងពីប្រភពដឹងអីជាក់លាក់អីចឹងណាឲ្យទាំងអស់គ្នាសម្រាប់ផ្លែឈើសម្រាប់អីដែលយើងចការខ្លួនឯងហើយយើងមានប្រភពមានអីច្បាស់លាស់ខ្លួនឯងចឹងណានិយាយចំមិត្តភ័ក្តិគេចង់បានហើយគេរងចាំរហូតគេរងចាំយើងចឹងណាទាំងអស់គ្នាដល់ពេលអញ្ចឹងទៅបានខ្ញុំចាប់ដើមដឹងពីគុណតម្លៃនៃការដែលយើងមានចការយើងមានផ្លែឈើមានអីលក់ឲ្យរបស់ដែរធម្មជាតិអីចឹងណាពីមុនយើងគិតថាពេលដែលយើងមានរបស់ធម្មជាតិអីល្អអញ្ចឹងយើងបានហូបខ្លួនឯងវាល្អក៏ប៉ុន្តែដល់ពេលដំណាក់កាលមួយនេះគឺបានមានកំណត់មួយផុសឡើងថាយើងហូបខ្លួនឯងហើយយើងបានចែកម្លែកឲ្យមិត្តភ័ក្តិអ្នកស្គាល់គ្នាអីគាត់ហូបផ្លែឈើអីនឹងដែរអញ្ចឹងណាដល់ពេលអញ្ចឹងទៅអាកំណត់កសិកម្មកំណត់អីនេះក៏វាមាននៅក្នុងផ្នត់កំណត់ខ្ញុំដែរថ្ងៃក្រោយទៅយើងចង់ធ្វើទៅលើរឿងហ្នឹងអីហើយយើងអភិវឌ្ឍឲ្យល្អប្រសើរជាងហ្នឹងយើងផលិតឲ្យបានផលិតផលច្រើនផ្លែឈើច្រើនមុខដើម្បីផ្គត់ផ្គង់មកទីផ្សារឲ្យប្រជាពលរដ្ឋរបស់យើងគាត់បានហូបបានអីចឹងណាពីព្រោះអីទាំងអស់គ្នាដឹងស្រាប់ហើយផ្លែឈើបន្លែយើងនាំចូលពីស្រុកគេច្រើនហើយនិយាយទៅពាក់ព័ន្ធជាមួយនឹងរឿងជំងឺរងថ្ងៃកើតឡើងនៅក្នុងខ្លួនយើងអ្នកជំងឺអ្នកអីហ្នឹងគឺបណ្ដាមកពីអាការហូបចុកនិងអាទលាមទម្លាប់នៃការរស់នៅរបស់យើងរងថ្ងៃហ្នឹងយើងរស់នៅយើងហូបយើងចុកយើងអត់មានតមអត់មានអីហើយមួយវិញទៀតហ្នឹងតកតងជាមួយនឹងយើងអត់មានលំហាត់ប្រាណអត់មានអីចឹងណាហើយអាហ្នឹងនៅពេលដែលយើងឈឺដេកនៅលើខែពេទ្យអាហ្នឹងបានយើងដឹងថាសុខភាពយើងមានតម្លៃប៉ុណ្ណាហើយអាត្រង់ចំណុចហ្នឹងហើយដែលជាផ្នត់គំនិតមួយដែលធ្វើឲ្យខ្ញុំគិតដែរថាចង់ផលិតរបស់របរនៅក្នុងស្រុកអីហ្នឹងទៅជួយទីផ្សារជួយអីចការទៅលក់ដូរឲ្យគេស្គាល់គេអីចឹងទៅថ្ងៃក្រោយបើសិនជាយើងចង់តពីម៉ែឪយើងទៅយើងមានទីផ្សារមានអីស្រាប់ចឹងវាស្រួលចឹងណាបងប្អូនគ្នាវាអត់ដូចជំនាន់កាលពីជំនាន់មុនខ្ញុំមានអារម្មណ៍ថាការជំនាន់កំសត់បងប្អូនគ្នាបើសិនជាយើងមានរបស់របរមកលក់ឲ្យជួនកាលពេលខ្លះយើងលក់មិនចេញហើយមានអ្នកខ្លះនិយាយចុះនិយាយឡើងទៅនិយាយពាក្យដែរមានអ្នកខ្លះបោកយើងស៊ីទៀតបោកយើងឲ្យពុះអីចឹងហើយដល់ពេលជួនកាលពេលខ្លះយើងពុះអីចឹងហើយគេប្រអាប់របស់យើងគេបោកយើងអីចឹងហើយមកជំនាន់ហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ចង់ធ្វើកសិកម្មទេខ្ញុំអត់ចង់អីចឹងព្រោះវាលក្ខណៈមួយមានអារម្មណ៍ថាយើងខំប្រឹងធ្វើហត់មកហើយអីហើយលក់បាន
ថោកលោកបានថោកហើយមួយវិញទៀតនឹងយកមកជួបមនុស្សមិនឲ្យតម្លៃហើយប្រអាប់យើងហើយអីរឿងទៀតពេលហ្នឹងមានអារម្មណ៍ធុញទ្រាន់មែនតាទាំងអស់គ្នាហើយដល់ពេលហើយក៏លែងយកមកលក់ភាសាទៅជាមួយនឹងប៉ាម៉ែខ្ញុំហើយឲ្យគេទៅកាត់ដល់ចការអស់អញ្ចឹងណាហើយខ្ញុំមួយវាស្រួលបងទាំងអស់គ្នាគាត់ថាវាបានតម្លៃថោកអញ្ចឹងណាព្រោះបើសិនគេទៅកាត់ដល់ចការអីចការលក់ចេញអស់ទៅវាធូរកម្លាំងពលកម្មធូរការដឹកជញ្ជូនអីដែរនេះទាំងអស់គ្នាដល់វាឯងទាំងអស់គ្នាឃើញអត់អានេះអាហ្នឹងអារបៀបដែលខ្ញុំចង់ប្រាប់អស់គ្នាថាអាស្នូវារឹងហើយវាអត់ទាន់ទុំដែលយើងអាចពុះបានណានៅពេលដែលយើងពុះអញ្ចឹងទៅវាទៅជាលក្ខណៈដូចខ្ញុំពុះខ្នោអញ្ចឹងណាហើយការពិតអាហ្នឹងខ្ញុំមើលវីដេអូការពុះរបស់គេការពិតពេលគេចេះពុះក៏គេបានរូបរាងស្អាតដែរហើយនេះទាំងអស់គ្នាសមិទ្ធផលចុងក្រោយរបស់ខ្ញុំ1គីឡូជាងសម្រាប់មិត្តភក្តិ